ជាប្រមានថៃជុំវិញការលបសាងសង់របងឯកតោភាគីគៀកនឹងខ្សែបន្ទាត់ព្រំដែនថ្មីនេះមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមជុំវិញសកម្មភាពយោធាថៃសាងសង់របងជាឯកតោភាគីនៅកំណាត់ខ្សែបន្ទាត់ចន្លោះបង្គោលលេខ52និង54ដែលស្ថិតនៅព្រំប្រទល់នៅក្នុងភូមិសាស្ត្រស្រុកគំរៀងខេត្តបាត់ដំបងរបស់កម្ពុជាទល់មុខនឹងខេត្តចន្ទបុរីរបស់ថៃមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានប្រមានចំថាបើទោះបីជាថៃធ្វើរបងព្រំដែននៅក្នុងដីរបស់ខ្លួនក៏ការសាងសង់របងគៀកនឹងខ្សែបន្ទាត់ព្រំដែនបែបនេះគឺខុសលក្ខណៈបច្ចេកទេសនិងបង្កផលប៉ះពាល់ទៅដល់នីតិវិធីបោះបង្គោលបំពេញបន្ថែមរបស់គណៈកម្មាធិការព្រំដែនចម្រុះ JBC នៅថ្ងៃក្រោយបើតាមការបញ្ជាក់របស់លោក Lai Singli រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជាតតកចេញផ្សាយនៅថ្ងៃទី30មិថុនា2026បានលាតត្រដាងសាវតាប្រវត្តិសាស្ត្រនៃការចុះរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងដែលបន្សល់ទុកពីសម័យអាណានិគមបារាំងដោយផ្អែកទៅលើសន្ធិសញ្ញាឆ្នាំ1907រវាងបារាំងសៀមតាមការបញ្ជាក់របស់លោក Lai Singli នៅលើខ្សែបន្ទាត់ព្រំដែនប្រមាណជាង800គីឡូម៉ែត្រគឺមានបង្គោលព្រំដែនចាស់ចំនួន74បង្គោលក្រុមការងារបច្ចេកទេសចម្រុះបានអនុវត្តការរុករកនិងកំណត់ទីតាំងឡើងវិញដោយប្រើប្រាស់ឯកសារច្បាប់ដើមរួមមានផែនទីបារាំងសៀមមាត្រដ្ឋាន1លើ200,000ដែលមាន5សេកតើកំណត់ហេតុបង្គោលនិងប្លង់ទីតាំងបង្គោលដែលមានបរិយាយច្បាស់លាស់ឆ្លងតាមរយៈប្រវត្តិសាស្ត្រការសាងសង់ជាបង្គោលបេតុងចុងក្រោយគឺធ្វើឡើងនៅក្នុងឆ្នាំ1919ដែលបើគិតរហូតមកដល់ពេលនេះគឺមានអាយុកាលប្រមាណជាង100ឆ្នាំមកហើយលោកបន្តថានៅក្នុងដំណើរការរុករកជាក់ស្ដែងនៅលើដីក្រុមការងារបច្ចេកទេសបានប្រើប្រាស់ឧបករណ៍វាស់វែងច្បាស់លាស់ដើម្បីផ្ទៀងផ្ទាត់មុំនិងចម្ងាយរហូតរកឃើញបានបង្គោលចាស់លេខ58និង59បានខិតចូលមកក្នុងទឹកដីកម្ពុជាហើយក៏បានឯកភាពគ្នាដំឡើងជាបង្គោលបណ្ដោះអាសន្ននៅលើទីតាំងចាស់ឡើងវិញដោយឡែកនៅក្នុងភូមិសាស្ត្រចន្លោះបង្គោលលេខ52ត្រង់ចំណុចស្ទឹងដាឬអូដាដល់លេខ59ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុងកាលពីឆ្នាំ2008តាមបែបបទបច្ចេកទេសឆ្នាំ2003រហូតមកដល់ឆ្នាំ2025ក្រុមការងារវាស់វែងចម្រុះ JBC បានបោះបង្គោលព្រំដែនបណ្ដោះអាសន្នបន្ថែមរៀងរាល់50ម៉ែត្រនិងធ្វើផ្លូវល្បាតសងខាងគម្លាត3ម៉ែត្រពីបង្គោលដោយគ្មានទំនាស់អ្វីឡើយប៉ុន្តែសកម្មភាពឯកតោភាគីចុងក្រោយរបស់ថៃថ្មីនេះបានធ្វើឲ្យកម្ពុជាខកចិត្តយ៉ាងខ្លាំងគិតត្រឹមកម្រិត JBC កម្ពុជាបានផ្ញើកំណត់ទូតតវ៉ាទៅថៃរហូតដល់30លើករួចមកហើយពាក់ព័ន្ធទៅនឹងការរំលោភបំពាននានាដែលប៉ះពាល់ទៅដល់បូរណភាពទឹកដីកម្ពុជាលើពីនេះបើទោះបីជាមានសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូ2025តម្រូវឲ្យបញ្ជូនក្រុមការងារវាស់វែងចម្រុះចុះទៅដោះស្រាយក្តីក៏រហូតមកដល់ពេលនេះភាគីថៃនៅមិនទាន់ផ្ដល់ការឆ្លើយតបវិជ្ជមាននៅឡើយទេលោកបញ្ជាក់ថាពីខឿនច្បាប់ការពារដីធ្លីដែលថាការកំណត់ទីតាំងបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃគឺធ្វើឡើងដោយផ្អែកទៅលើឯកសារច្បាប់ដើមដែលបន្សល់ទុកពីអាណានិគមដែលមានន័យថាបារាំងសៀមហើយយើងមិនបានធ្វើអ្វីថ្មីទេគឺយើងធ្វើទៅតាមឯកសារដែលមានស្រាប់ចាស់នឹងយកទីតាំងបង្គោលឬតាមបង្គោលដែលបន្សល់ទុកពីសម័យអាណានិគមបារាំងតែប៉ុណ្ណោះជុំវិញយុទ្ធាធិការព្រំដែននេះលោកស្រីបូរ៉ាអគ្គនាយកកិច្ចការបច្ចេកទេសព្រំដែនបានសង្កត់ធ្ងន់ថាគ្មានបុគ្គលណាមួយគ្មានកងកម្លាំងប្រដាប់អាវុធថៃឬអាជ្ញាធរថៃណាមួយអាចមកចង្អុលបង្ហាញថាខ្សែព្រំដែនត្រូវនៅកន្លែងនេះថាបង្គោលព្រំដែនត្រូវនៅកន្លែងនោះហើយចូលមកធ្វើសកម្មភាពស្រេចតែអំពើចិត្តដោយឯកតោភាគីបានឡើយដែលទង្វើនេះគឺមិនត្រឹមត្រូវទៅតាមច្បាប់នោះទេជាថ្មីម្ដងទៀតជាជំហររបស់កម្ពុជាមិនជំទាស់ទៅនឹងការធ្វើរបងព្រំដែនឡើយឲ្យតែថៃធ្វើត្រឹមត្រូវទៅតាមបច្ចេកទេសនិងស្ថិតនៅក្នុងទឹកដីរបស់ខ្លួនប៉ុន្តែអ្នកបច្ចេកទេសកម្ពុជាទទូចចង់ឃើញមានការឯកភាពជាមុនពីយន្តការ JBC នៃភាគីទាំងពីរដើម្បីបញ្ជៀសបញ្ហាទៅថ្ងៃអនាគត